ដំណើរកាលអង្គមនាលសាវករបស់តថាគតទាំងឡាយណាហើយចុះឥឡូវនេះតថាគតនឹងប្រាប់អ្នកទាំងឡាយឲ្យបានដឹងថាសង្ខារធម៌ទាំងឡាយមានសេចក្តីសាមសូន្យជាធម្មតាអ្នកទាំងឡាយចូលញ៉ាំងកិច្ចទាំងពួងឲ្យសម្រេចដោយសេចក្តីមិនប្រមាទចុះនេះជាបច្ឆេមាវាចាពាក្យបណ្ដាំពៅចុងក្រោយបំផុតរបស់ព្រះតថាគតហើយព្រះដ៏មានព្រះភិក្ខទ្រង់បិទប្រណិតចុះសន្សឹមផែនដីក៏ចាប់ផ្ដើមកម្រើកញាប់ញ័រយ៉ាងខ្លាំងទាំងផ្គរក៏លាន់ឮកកក្រែងព្រមឡើងផ្កាសាលព្រឹកនិងផ្កាមទារវៈក៏បន្តជ្រុះរុះរាយមកបូជាដូចជាដំណក់ទឹកភ្លៀងនិងពួកភិក្ខុសង្ឃក៏ចាប់ផ្ដើមក្តុកក្តួលស្រែកទួញយំឡើងភិក្ខុសង្ឃទាំងនោះបានដឹងយ៉ាងច្បាស់ថាព្រះសមណគោតមបរមគ្រូទ្រង់បរិនិព្វានក្នុងឋានបរមសុខឬឋានផុតទុក្ខហើយព្រះសមណគោតមបរមគ្រូទ្រង់យាងចាកលោកីយើងនេះទៅក្នុងវេលាពាក់កណ្ដាលអាត្រិតនាថ្ងៃ15កើតពេញបរមីខែពិសាខឆ្នាំអសាញ់ភិក្ខុទាំងឡាយដែលមិនទាន់ប្រាជ្ញារីកៈក៏ទួញយំសោកបោកខ្លួនលើប្រតិពីនិងស្រែករៀបរាប់ជាច្រើនទំនងថាព្រះដ៏មានព្រះភិក្ខទ្រង់ប្រញាប់បរិនិព្វានពេកណាស់ព្រះសម្ពុទ្ធមានចក្ខុក្នុងលោកទ្រង់ប្រញាប់បាត់ទៅពេកណាស់ព្រះដ៏មានព្រះភិក្ខទ្រង់ចាកចោលអាត្មាអញហើយលោកម្ចាស់ចូលបរិនិព្វានហើយតើមាននរណាជាទីពឹងទៀតរីឯភិក្ខុណាដែលមានប្រាជ្ញារាគៈហើយភិក្ខុទាំងនោះមានសតិសម្បជញ្ញៈអាចគ្របសង្កត់វេទនាបានដោយគិតថាសង្ខារទាំងឡាយមិនទៀងទាត់ពិតព្រោះតែហេតុនេះបុគ្គលគប្បីបានធ្វើនៅសេចក្តីទៀងទាត់ក្នុងខន្ធប្រវត្តិនេះមកអំពីណាលំដាប់នោះព្រះអនុរុទ្ធមានថេរដីកានិងភិក្ខុទាំងឡាយថាមនាលអវសោទាំងឡាយណាហើយអ្នកទាំងឡាយកុំសោយសោកឡើយកុំខ្សឹបខ្សួលឡើយសេចក្តីនេះព្រះពុទ្ធជាម្ចាស់នៃយើងទ្រង់បានសម្ដែងអំពីមុនរួចមកហើយថាសេចក្តីប្រត់ប្រាស់វិនាសប្រែប្រួលចាកសត្វនិងសង្ខារដែលជាទីស្រឡាញ់ជាទីគាប់ចិត្តនៃយើងនោះតែមានជាធម្មតាព្រោះហេតុនោះបុគ្គលគប្បីបាននៅសេចក្តីមិនប្រត់ប្រាស់នោះក្នុងខន្ធប្រវត្តិមកអំពីណាធម្មជាតិណាដែលកើតហើយដែលមានហើយដែលបច្ច័យបានតាក់តែងហើយមានសេចក្តីទ្រុឌទ្រោមទៅជាធម្មតាធម្មជាតិនោះឯងបុគ្គលនឹងពោលខត់ថាកុំទ្រុឌទ្រោមដូច្នេះដោយហេតុណាហេតុនោះមិនមានឡើយមនាលអវសោទាំងឡាយបើអ្នកទាំងឡាយបានយល់ច្បាស់និងប្រណិប័តតាមការព្រានប្រដៅរបស់ព្រះនាមព្រះភិក្ខអ្នកនឹងឈប់មានកន្លងបែបនេះទៀតហើយសូមអ្នកទាំងឡាយរកទីកន្លែងអង្គុយដោយសមគួរចោះយើងនឹងនាំគ្នាចាប់ផ្ដើមចម្រើនភាវនាលើដង្ហើមពេលភិក្ខុសង្ឃអង្គុយក្នុងទីដ៏សមគួរហើយព្រះអនុរុទ្ធនាំភិក្ខុទាំងឡាយចាប់ផ្ដើមអធិដ្ឋាននិងសូត្រធម៌អនិច្ចំអនត្តានិងអថង្គិកមៈសភាពស្ងប់ស្ងាត់ក៏កើតមានជាធម្មតាឡើងវិញពួកម៉ាលក្សត្រអោចន្លោះពន្លឺប្រងព្រាតនិងនាំគ្នាសូត្រធម៌លាន់ឮខ្ទររំពងពេញទាំងព្រឹក្សាបន្ទាប់ពីការសូត្រធម៌រួចមកព្រះអនុរុទ្ធចាប់ផ្ដើមបន្តសម្ដែងនៅព្រះធម៌ទេសនាព្រះថេរៈពោលសរសើរអំពីការដែលព្រះសម្មាសម្ពោធិញ្ញាណទ្រង់បានសម្រេចនៅពន្លឺនៃការត្រាស់ដឹងព្រះអង្គគូសបញ្ជាក់អំពីគតិបណ្ឌិតគុណធម៌មេត្តាធម៌និងចរិតនិងណោរបស់ព្រះសមណគោតមបរមគ្រូពេលដែលព្រះអនុរុទ្ធសម្ដែងធម៌ចប់ព្រះអានន្ទក៏បន្តសម្ដែងរៀបរាប់អំពីឧបកថាដ៏ល្អនៃជីវិតរបស់ព្រះដ៏មានព្រះភិក្ខព្រះថេរៈទាំងពីរព្រះអង្គផ្លាស់ប្ដូរវេនគ្នាសម្ដែងនៅធម្មទេសនារហូតទល់ភ្លឺភិក្ខុទាំងឡាយ500រូបនិងឧបាសកឧបាសិកាជាង300រូបផ្ទៀងសោតាស្ដាប់ធម៌យ៉ាងស្ងៀមស្ងាត់បំផុតពេលភ្លើងចន្លោះមួយរលត់ទៅភ្លើងចន្លោះមួយទៀតក៏អុចបន្តឡើងរហូតទល់គ្នានឹងពេលដែលព្រះអាទិត្យរះពេញពន្លឺ